夫人。កុំរញ៉ៃញ៉ៃអ្នកឲ្យខ្ញុំថាបុព្វភរិយាហើយនៅមិនឲ្យខ្ញុំឆ្លើយទៀតអង្គុយឲ្យស្រួលអង្គុយបែបនេះទើបមាំខាងក្រៅមានមនុស្សមានវាំងនៅក្បាំងហើយមានឈិនចៅនៅខាងក្រោយទៀតឈិនចៅសំបីតែបន្ទប់ទឹកក៏ធ្លាប់នៅយាមដែរនៅខ្លាចអីរឿងប៉ុណ្ណឹងសឹមវ័យនាងបើសិនជាគ្មានរឿងរ៉ាវទាំងនេះកើតឡើងទេបើពួកយើងគ្រាន់តែជាប្តីប្រពន្ធធម្មតាតើថ្ងៃនេះពួកយើងក៏ជិះរថសេះចេញក្រៅក្រុងបែបនេះដែរមែនទេតើអ្នកនឹងទិញនំផ្អែមឲ្យខ្ញុំទេតើអ្នកនឹងរអ៊ូថាមកពីខ្ញុំចេះតែប្រែកែប្រាក់ដេកដាស់ទេតើពេលយប់ឡើងអ្នកនៅតែតឹងរឹងតាមរបៀបរៀបរយមិនព្រមអប់ខ្ញុំទៀតទេទិញមិនរអ៊ូថាអ្នកចេះតែប្រើប្រាស់ប្រាក់ដេកដាស់ទេចុះសំណួរចុងក្រោយតើអប់ខ្ញុំទេអប់ឃើញទេអ្នកមិនមែនចេះតែនិយាយពាក្យផ្អែមល្ហែមឯណាចាំចប់រឿងរ៉ាវអស់ទាំងនេះខ្ញុំនឹងនាំអ្នកចេញក្រៅក្រុងចង់ទៅណាតាមចិត្តអ្នកមិនបាច់តាមខ្ញុំទេអ្នកជាអ្នកជ្រើសរើសតំបន់ចឹងណានអ្នកធ្លាប់និយាយថាចង់ទៅមើលទឹកស្រពោនរដូវផ្កាឈីគេរីនៅចឹងណានចាំត្រឡប់មកវិញយ៉ាងម៉េចកុំដនអ្នកចៅហ្វាយខាងមុខគឺជាភូមិគ្រីបោះបង់ចោលនៅជាក្រុងខាងជើងហើយចាំពាក្យសម្ដីរបស់អ្នកមិញនេះឲ្យច្បាស់ចាំហើយស្ងាត់ជ្រុងពេកហើយប្រកាសជាមានការកប់ស្ទាក់វាប្រហារមិនខានជួយផងអាវុធសម្ងាត់នៅក្នុងបន្ទប់រីកបុតកាលនោះអ្នកមិនមែនជាអ្នកចូលទៅដុតហាងដោយខ្លួនឯងទេគឺខ្ញុំជាអ្នកដុតដោយខ្លួនឯងប៉ុន្តែខ្ញុំមិនបានដឹងថាទ្វារហាងធ្លាប់ត្រូវគេចាក់សោពីខាងក្រៅអង្គម្ចាស់អានកម្រាំងសៀវភៅពាក់កណ្ដាលនេះមិនគ្រាន់ទេត្រូវស្វែងរកពាក់កណ្ដាលទៀតណែណាមេយ៉ាភ្នំខាងក្រោយភូមិគ្រីបោះបង់ចោលចាំបន្តិចអូព្រះអង្គម្ចាស់ចេញតាមទ្វារក្រោយទាំងអស់គ្នាខ្ញុំជាអ្នកការពារខាងក្រោយអ្នកនិយាយម្ដងទៀតមើលទៅទាំងអស់គ្នាអ្នកខ្លាចហើយខ្លាចអ្នកត្រូវរបួសឈឺរស់រៀនមានជីវិតសិនសឹមមកលួងខ្ញុំតាមក្រោយនេះរាប់ថាដួលសន្លប់ទៅជាមួយគ្នាទេរាប់ចុះបើអ្នកហ៊ានរុញខ្ញុំចេញមិនរុញទេហ៊ីយ៉ាអូយចាប់ខ្ញុំឲ្យជាប់